ធ្លាប់តែនាំបងប្អូនទៅចាប់ក្តាមថ្ងៃណាមកចាប់តុងវិញម្ដងតុងសបោណាសបោឲ្យស្រួលចាប់ទេចាំមើលវាក្នុងកាលចាប់តុងមើលឃើញពួកជ្រៅជ្រៅហ្នឹងឲ្យឃើញប្រឡោះវាអូលោកដៃចូលដូចចឹងទៅអូចាប់ធ្លឹបមកចាប់បានហើយបោះចោលចឹងទៅគាត់ឡើងលើកោកសិនមកនេះតែពិតមានគេចាប់អីបោះឲ្យម្នាក់នោះចាប់ហើយតុងបងខ្លះអត់ចេះចាប់ទេគេយកដៃកណ្ដាលហ្នឹងគៀបជាប់ចឹងហ៎គៀបជាមួយនឹងដៃច្អល់ហើយដៃនាងគេប្រហើបតែដៃកណ្ដាលមួយឯងយល់អត់លាយត្រង់មកគេចាប់ភ្លឹបជាប់មកគេចាប់ទៅគេចាប់ចឹងណាបងនេះគេចាប់បន្ទងនៅក្នុងភក់ចឹងឯងបងប្អូនអ្នកគ្នាបងប្អូនហូបបន្ទងអត់ដងឃើញតុងនោះបងប្អូនតុងមិនដឹងអត់គេហៅចឹងណានេះតុងអីគេបែរទៅចឹងគេបងអ្នកគ្នានេះគេហៅបែបសบายបែប relax តាមភក់តាមអីចឹងណាតែដែលបងប្អូនឃើញចង្ការភិកច្រើនតុងចំហើយមិនចឹងទេចង្ការគេដាក់សទូចចង្ការគេដាក់លន់ដាក់អីចឹងទៅអានេះយើងមករនតុងបែបសบายលុកផុកលុកព្រៃលុកសៃអាចច្រឡំតុងវានៅក្នុងព្រៃពេលយើងជិះម៉ូតូឯក៏ដើរមកកាត់ព្រៃកាត់អីទៅនាំទៅដល់កន្លែងភក់នេះបងប្អូនហើយភក់ល្អខ្លាំងមែនតើហើយពីមុនធ្លាប់ឮគេល្បីថាភក់អញ្ចឹងណាវាល្អទៅដល់ស្បែកខ្លាំងមែនតើនៅពេលដែលយើងអាសាប៉ះអាភក់អញ្ចឹងណាវាធ្វើឲ្យស្បែកយើងភ្លឺរលោងប្រផេះភ្លឺរលោងវាមានអាសារធាតុមួយយ៉ាងនោះហីយឺចាមានណាបងរៀអត់និយាយលេងទេបងប្អូនអាចសាកល្បងបានផុកនឹងវាម៉ត់ជាងលេទៀតបងម៉ត់ឡងខៃហ្មងណាឡងនិយាយទៅលាបលើស្បែកមានឈឺមានក្រៀតមានអីទេពួកហ្នឹងគឺពួកល្អខ្លាំងមែនទេដែលចម្រាញ់ដែលផែនដីចម្រាញ់ចេញពីកំអែភ្នំភ្លើងបងប្អូនសាកសម័យមើលសុំបីតែតុងវានៅក្នុងភក់ហ្នឹងបងប្អូនឃើញសាច់វារលើបរលោងភ្លឺអាហ្នឹងដោយសារតែភក់ហ្នឹងយល់អញ្ចឹងយើងនាំគ្នាអាចទៅចាប់តុងហើយភក់ហ្នឹងចឹងនិយាយភក់កន្លែងភក់តុងភក់ម៉ត់ខៃដែលខ្ញុំនិយាយថាជាភក់ដែលមានសារធាតុចិញ្ចឹមអីផ្សេងជាច្រើនក្នុងដែលធ្វើឲ្យតុងសាច់ក៏ភ្លឺកម្លាំងក៏ខ្លាំងឃើញតុងពេលវាប្រងយើងចាប់អត់ចង់បានឃើញវាភ្លឺវាល្អវាលើហ្នឹងគុណសម្បត្តិនៃភក់ហ្នឹងចាំមើលតែភក់នៅតែតុងនៅកន្លែងហ្នឹងឃើញវាខ្លាំងឃើញវាភ្លឺឃើញវាឡូងណាចាប់បានជឿខ្ញុំទៅណាមិនខុសទេនេះបងប្អូនឃើញអ្នកចាប់អត់ឃើញសាច់គាត់សខ្ចីអត់មិនភ្លឺអត់ឃើញអត់មកពីគាត់ចាប់តាមភក់អញ្ចឹងជឿអត់ចាប់តាមភក់ហ្នឹងអាសាលុកភក់ហ្នឹងឃើញមើលដៃគាត់គេចាប់ពីដៃអាវគាត់ចោះមកក្រោមបងប្អូនឃើញសភ្លឺឡូងឯងភក់ទាំងអស់វាមានសារធាតុចិញ្ចឹមគ្រប់គ្រាន់វាមានវីតាមីនមានប្រូតេអ៊ីនអីផ្សេងជំនួយដល់ស្បែកធ្វើឲ្យស្បែកយើងភ្លឺរលោងដូចជាស្បែកតុងយ៉ាងដែរជឿទៅមិនខុសទេប្រឡូកទៅបងប្អូនបើសិនជាបងប្អូនអាចត្រាំផុកឬក៏ប៉ាតផុកហ្នឹងណាក្នុងមួយថ្ងៃ 3-4 ដងឯងបងប្អូនអស់ទាស់ហ្មងបើជួយប្រឆាំងភាពចាស់ជ្រីវជ្រួញអញ្ចឹងណាអត់ចេះទៅហៅមកចាប់តុងណាហៅមករៀបរាប់យើងសាកសម័យមើលទៅបើវាមិនល្អវាមិនភ្លឺមិនឡូវមិនតុងវារត់ទៅនៅក្នុងនោះទេមិនតុងវាភ្លឺចេះអញ្ចឹងទេអូយបានហើយបងប្អូនណានិយាយលេងសើចតែវាជាការពិតណាបងសាកពួកចឹងល្អមែនណាខ្ញុំអត់និយាយលេងទេហើយវីដេអូមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគ្នាសម្រាប់ការមើលវីដេអូហើយស្ដាប់សំឡេងមនុស្សឈួតដែលកំពុងនិយាយអូយធំមែនបង